ឱកាសវាបត្រឡប់ទៅវិញពីស្វាយរៀង4ទល់នឹង1បញ្ជូនមក4ប្រចាំ4កង4កងក៏បញ្ជូនទៅពេលប្រាសុទ្ធស្ដាំមុខជាមួយនឹងអ្នកចាំទីជាមសំណាងបន្ថែមមួយក្បាលទៀតក៏មិនបានសម្រេចផងដែរមើលចោះពេលប្រាបញ្ជូនមកដល់4ប្រចាំកាត់មកបានល្អមែនទែនប៉ុន្តែការសុទ្ធរបស់ខ្វាមេមិនបានសម្រេចនោះទេអ្នកចាំទីជាមសំណាងជាអ្នករារាំងក្របបាល់របស់ខ្វាមេពេប្រាប្រខារិចទៅសាជាថ្មីមិនរតនៈក៏ឆ្កឹះមកស្លាប់ខាងស្ដាំឲ្យ4ប្រចាំ4កង4កងកាត់មកខាងក្រោយផាត់ទ្រីកសុទ្ធភឹងមួយជើងបុកជាមួយនឹងខ្សែការពារផាក់ជីយ៉ុងទៅណាមិនតាន់ឆ្ងាយ4ប្រចាំបន្ថែមមួយជើងនេះក៏រំលងរបាទីឡើងទៅខាងលើបាត់ទៅហើយប៊ុនផាច័ន្ទកាត់បេកមកខាងក្រោយបានល្អមែនទែនផាក់ទ្រីកសុទ្ធមួយជើងឆ្វេងផាក់ជីយ៉ុងជាអ្នកជួយសង្គ្រោះគ្រាប់បាល់ដ៏ល្អរបស់Patrick Robson វាបកត្រឡប់មកវិញពីភ្នំពេញក្រោនផាក់ជីយ៉ុងក៏បញ្ជូនមកឲ្យសាទីគ្រប់គ្រងបាល់បានល្អឲ្យកັບមួយក៏សុទ្ធឆ្វេងបង្កើតបានជាគ្រាប់បាល់ទី1ឲ្យក្រុមភ្ញៀវភ្នំពេញក្រោននាំមុខទៅលើក្រុមម្ចាស់ផ្ទះព្រះខារេតស្វាយរៀងការសុទ្ធរបស់សាទីនេះគឺល្អមែនទែនមួយជើងឆ្វេងនេះអ្នកចាំទីវិរៈតារាមិនអាចជួយសង្គ្រោះបាននោះទេទៅសារជាថ្មីពីប្រខារិតស្វាយរៀងបញ្ជូនមកដល់ពេលប្រាក៏ទាញផុតរ៉ាអ៊ូលហើយក៏ទាញផុតសាទីមួយទៀតប៉ុន្តែទៅមិនផុតពីអ្នកចាំទីជាមសំណាងនោះទេបាទល្អមែនតើចង្វាក់នៃការអស់របស់ខ្វាមេពេលប្រាផុត1ផុត2ហើយប៉ុន្តែមិនអាចផុតដៃអ្នកចាំទីជាមសំណាងនោះទេវាបកត្រឡប់ទៅវិញពីប្រខារាជមិនរតនៈក៏បញ្ជូនទៅស្លាប់ខាងស្ដាំឲ្យសារ៉េតគ្រីយ៉ាលើកចូលមកខាងក្នុងគ្រីស្ទៀនតែតមកក្បាលភឹងបញ្ចូលទីគ្រាប់តាមស្មើឲ្យក្រុមម្ចាស់ផ្ទះព្រះខារាជស្វាយរៀងមួយក្បាលនេះធ្ងន់ណាអ្នកចាំទីជាមសំណាងព្យាយាមហក់ដែរប៉ុន្តែមិនអាចជួយសង្គ្រោះបាល់ដ៏ល្អរបស់គ្រីស្ទៀនបាននោះទេតាមស្មើមិនទាន់បាន1នាទីស្រួលបួលផងពេលប្រាក៏មានឱកាសក្នុងការទាត់ឆ្វេងបញ្ចូលទីគ្រាប់នាំមុខវិញម្ដងឲ្យក្រុមបាល់ទាត់ព្រះខារីស្វាយរៀងគ្រីស្ទៀនទម្លាក់មកឲ្យល្អមែនទែនពេលប្រាចុចរំលងផុតដៃអ្នកចាំទីជាមសំណាងបកត្រឡប់ទៅវិញពីភ្នំពេញក្រោនម៉ាក់ស៊ីមបញ្ជូនមកកន្លែងនេះហើយក៏កាត់ចូលមកខាងក្នុងបុកកងការពាររបស់ព្រះខារីស្វាយរៀងបាល់ទៅណាមិនទាន់ឆ្ងាយម៉ាក់ស៊ីមកាត់ចូលមកសាទៀតបើកគីឡូទាត់បញ្ចូលទីគ្រាប់តាមស្មើឲ្យក្រុមបាល់ទាត់ភ្នំពេញក្រោន2ទល់នឹង2បើកបាល់ល្អមែនទែនយ៉ានដេវីតត្រង់នេះហើយម៉ាក់គីឡូជាអ្នកបញ្ចប់ទីបានយ៉ាងល្អ2ទល់នឹង2ឱកាសពីប្រខារីស្វាយរៀងពេលប្រាពាំង1ពាំង2បវលខ្លួនមកជុំទាត់ភឹងប៉ុន្តែបាល់នេះមិនចំគោលដៅនោះទេគ្រីស្ទៀនតែទម្លាក់បាល់ល្អមែនទែនហើយពេលប្រានេះក៏ពូកែផងដែរក្នុងការរកចន្លោះក្នុងការបញ្ចប់ទីប៉ុន្តែមិនចំគោលដៅនោះទេលើកបាល់ជ្រុងពីភ្នំពេញក្រោនចូលទៅក្នុងប្រអប់គ្រោះថ្នាក់ផុតដល់បកគោលទី2ទប់1ហើយក៏មិនទាន់តាណាលើកមកត្រង់នេះបុកជាមួយនឹងយូដៃអូកាវ៉ាទម្លាក់មកខាងក្រោយឲ្យម៉ាក់ស៊ីមលាងមួយជើងស្ដាំពីចម្ងាយប៉ុន្តែបាល់នេះខុសគោលដៅមួយជើងដ៏ស្រួចរបស់ម៉ាក់ប៉ុន្តែបាល់នេះមិនចំទីរបស់ព្រះខារីស្វាយរៀងនោះទេឱកាសទៅជាបន្តទម្លាក់មកឲ្យញៀនសុកស៊ីដានក៏សុទ្ធឆ្វេងប៉ុន្តែសំណាងហាក់ដូចជាដឹងកន្លែងដែលស៊ីដាននឹងត្រូវសុទ្ធមកឈរបិទអង្គនៅទីនោះបានយ៉ាងល្អមិនឲ្យមានគ្រាប់បាល់កើតឡើងនោះទេឱកាសចុងម៉ោងពីភ្នំពេញក្រោនត្រង់នេះការពិតពាងពីអូដាវ៉ារ៉ាទៅលើ Dyer បង្កើតបានជាគ្រាប់បាល់ពីនៃ11ម៉ែត្រនៅចុងម៉ោងនាទីទី90+7ទៅហើយ Dyer ខ្លួនឯងជាអ្នកបញ្ចប់ទីបានយ៉ាងល្អមិនឲ្យវិរៈតារាសង្គ្រោះបាននោះទេលទ្ធផលចប់ការប្រកួតភ្នំពេញក្រោន3ព្រះខារេតស្វាយរៀង2